ព្រះធរណីស្រោបមែនឬផ្លូវរាមាទី2របស់ថៃខ្លាចជាអន្ទាក់មរណៈបន្ទាប់ពីគ្រោះថ្នាក់បាក់ដីយ៉ាងរន្ធត់ធ្វើឲ្យរថយន្តមួយគ្រឿងជាប់គាំងបះជើងយ៉ាងអាណៅអធមប្រទេសថៃកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋខ្លួនបន្ទាប់ពីមានករណីឧបទ្ទវហេតុបាក់ដីដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅលើផ្លូវស្ដេចថៃរាមាទី2ដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពទន់ខ្សោយនៃស្តង់ដារសុវត្ថិភាពសំណង់របស់ប្រទេសនេះនៅវេលាម៉ោង 6 កន្លះនាទីព្រឹកថ្ងៃសៅរ៍ទី 17 ខែមករាឆ្នាំ 2026 នេះហេតុការណ៍បាក់ដីដ៏អាក្រក់មួយបានធ្វើឲ្យរថយន្ត Pick-up Mark Isuzu មួយគ្រឿងត្រូវបានជាប់គាំងបះជើងយ៉ាងអាណៅអាធមនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងបាងកកចំពីមុខផ្សារ Big C ក្នុងខេត្តសមុទ្រសាខនបច្ចុប្បន្នផ្លូវដ៏សំខាន់មួយនេះត្រូវបានបិទជាបណ្ដោះអាសន្នខណៈដែលរបាយការណ៍ស្ដីពីចំនួនអ្នកស្លាប់និងរងរបួសក៏ដូចជាទំហំខូចខាតពិតប្រាកដហាក់បីដូចជាកំពុងត្រូវបានលាក់បាំងឬមិនទាន់មានការបញ្ជាក់ឲ្យបានពិស្ដារនៅឡើយអ្វីដែលគួរឲ្យកត់សម្គាល់នឹងជាការបង្ហាញអំពីភាពអសមត្ថភាពរបស់អាជ្ញាធរថៃក្នុងការគ្រប់គ្រងសុវត្ថិភាពនោះគឺកាលពី2ថ្ងៃមុនប៉ុណ្ណោះថ្ងៃទី 15 ខែមករានៅក្នុងខេត្តសមុទ្រសាខនដដែលនេះក៏ទើបតែមានឧបទ្ទវហេតុបាក់ដងស្ទូចដ៏រន្ធត់សម្រាប់មនុស្ស2នាក់និងរងរបួស1នាក់ផងដែរ